Ok chăngនៅក្នុងវីដេអូនេះដែរយើងរៀនពីរបៀបបង្កើត iMake ចឹងការបង្កើត iMake ហ្នឹងគឺជាអ្វីចឹងគេថាការបង្កើត iMake គឺជាដំណើរការនៃការបង្កើតឯកសាររូបភាពថ្មីនៅក្នុង Photoshop មុនពេលចាប់ផ្ដើមកែសម្រួលឬរចនា graphic ចឹង Photoshop អនុញ្ញាតឲ្យអ្នកបង្កើតផ្ទាំងការងារថ្មីដែលអាចកំណត់ទំហំពណ៌និងគុណភាពរូបភាពតាមតម្រូវការអូខេយើងមើលចំណុចទី9របៀបបង្កើតរូបភាពថ្មីជំហានទី1គឺយើងត្រូវបើកកម្មវិធី Photoshop យើងជាមុនសិនអូខេជំហានទី2គឺបង្កើតឯកសារថ្មីបង្កើតឯកសារថ្មីអ្នកនរគ្នាអាចចុចទៅលើ file ហើយយកពាក្យ new ឬក៏ប្រើ shortcut control បូកជាមួយនឹងអក្សរ n ចឹងអ្នកទាំងអស់គ្នាចុច control key ជាប់មកហើយយើងចុចអក្សរ n ចឹងយើងនឹងបង្កើតបានឯកសារថ្មីចឹងមុននឹងបង្កើតឯកសារថ្មីអ្នកនរគ្នាត្រូវស្វែងយល់ពីចំណុចនៅខាងក្រោមបន្ថែមទៀតអូខេចំណុចទី10ជានិយាយអំពី new document window ចឹងយើងមើលអាផ្ទាំងដែលយើងចុចបង្កើត iMake ហ្នឹងណាចឹងបន្ទាប់ពីយើងចុច new នឹងបង្ហាញផ្ទាំង new document ត្រូវកំណត់ព័ត៌មានដូចខាងក្រោមចឹងព័ត៌មានទី1គឺយើងត្រូវតែដាក់ឈ្មោះឯកសាររបស់យើងណាចឹង name ឡើយហ្នឹងគឺគេតម្រូវយើងដាក់ឈ្មោះឯកសារតមកទៀតគឺ width ណាចឹង width នេះគឺយើងដាក់ទទឹងរូបភាពហើយ height គឺកម្ពស់រូបភាព unit គឺគិតជាឯកតាអាចយកជា pixel គិតជា inch ឬក៏គិតជាសង់ទីម៉ែត្រមួយទៀតគឺ orientation ណាជាងយកប្រភេទกระดาษផ្ដេកឬក៏กระดาษឈរណាចុះ portrait នេះឈរហើយ landscape នេះគឺដេកអូខេមួយទៀតគឺ resolution គឺយើងនិយាយអំពីគុណភាពនៃរូបភាពណាជាទៅគឺភាពច្បាស់កាលណាយើងយក resolution កាន់តែខ្ពស់មានន័យថារូបភាពរបស់យើងគឺកាន់តែច្បាស់មួយទៀតគឺ color mode ចឹង color mode នេះគឺប្រភេទ color ដែលត្រូវទៅតាមតម្រូវការងាររបស់យើងណាដូចជាផ្សព្វផ្សាយនៅលើអ៊ីនធឺណិតឬក៏សម្រាប់ print ឯកសារផ្សេងៗណាចឹង color mode របស់យើងគឺមាន RGB CMYK ហើយនិង grayscale ណាហើយចំណុចទី8គឺតាក់ទងជាមួយទៅនឹង background content ចឹងមានពណ៌សពណ៌ខ្មៅឬក៏ថ្លាចឹង transparent នេះគឺ background ថ្លាអូខេចឹងបន្ទាប់ពី new document ហើយយើងមកមើលផ្នែកនីមួយៗអូខេ width និង height ចឹង width និង height យើងកំណត់ទំហំផ្ទាំងការងារចឹងឧទាហរណ៍សម្រាប់ការងារយើងផុសនៅលើ Facebook គឺយើងយក width 1080px ហើយ height គឺយើងយកដូចគ្នាដែរគឺ 1080px ហើយសម្រាប់ YouTube thumbnail គឺយើងយក12.8ហើយនឹងយក720 pixel ណាហើយសម្រាប់ប្រភេទกระดาษគឺ A4 យើងគឺវាមាន width 210 mm ហើយនឹង height របស់យើងគឺ297 mm ណាអូខេហើយសម្រាប់ resolution ចឹងគេថា resolution នេះគឺជាចំនួន pixel ក្នុង1 inch ដែលយើងអាចហៅកាត់ថា PPI ចឹង PPI មកពាក្យថា pixel per inch គឺជារង្វាស់សម្រាប់វាស់គុណភាពបង្ហាញរូបភាពណា iMake resolution ហ្នឹងដែលបង្ហាញពីចំនួន pixel ដែលមាននៅក្នុងប្រវែង1 inch នៃរូបភាពចឹង PPI កាន់តែខ្ពស់នោះរូបភាពនឹងមានពណ៌លម្អិតកាន់តែច្រើននិងមានភាពច្បាស់លាស់កាន់តែល្អអូខេចឹងយើងមើលនៅកន្លែងនេះចឹងនេះគឺជាប្រភេទ resolution ហើយនឹងខាងស្ដាំគឺជាការប្រើប្រាស់ណាចឹង72 PPI គឺយើងប្រើសម្រាប់ website និង social media ចឹងឲ្យទៅប្រភេទ social media គឺយើងអាចប្រើត្រឹមតែ resolution 72 PPI មកណាអូខេមួយទៀតគឺសម្រាប់ការធ្វើបទបង្ហាញផ្សេងៗគឺយើងប្រើ150 PPI មួយទៀតគឺយើងប្រើសម្រាប់បោះពុម្ពគឺយើងយកឲ្យធំគឺ300 PPI ណាវាព្រោះអីយើងត្រូវការ print មកឲ្យវាមានភាពច្បាស់កាន់តែខ្លាំងណាអូខេឥឡូវយើងមកនិយាយតាក់ទងមួយ color mode ចឹង color mode កន្លែងនៅក្នុង Photoshop របស់យើងគឺមាន color mode ជាច្រើនចឹងនៅកន្លែងខាងឆ្វេងនេះគឺយើងនិយាយអំពី mode របស់វាហើយខាងស្ដាំគឺនិយាយពីការប្រើប្រាស់ចឹង mode របស់យើងដាក់ RGB color
ចឹងយើងប្រើប្រាស់វាសម្រាប់ website ឬក៏ digital media ណាគឺទៅឲ្យតែតាក់ទងជាមួយទៅនឹង internet គឺយើងប្រើប្រភេទ RGB color ណាមួយទៀតគឺ CMYK color ចឹង CMYK color នេះគឺយើងប្រើសម្រាប់ print แบบធ្វើការបោះពុម្ពណានៅលើក្រដាសឬក៏នៅលើ plastic ផ្សេងៗហើយមួយទៀតគឺ grayscale ណាយើងប្រើសម្រាប់ជារូបភាពសខ្មៅចឹងអ្នកនរគ្នាចង់បានរូបភាពសខ្មៅយើងអាចយក grayscale ហ្នឹងទៅមួយទៀតគឺប្រភេទ bitmap ចឹង bitmap ក៏ដូចគ្នាដែររូបភាពសខ្មៅណាអូខេចឹងយើងមកចំណុចមួយទៀតគឺតាក់ទងជាមួយទៅនឹង background content ចឹង background អាចជ្រើសរើសជាប្រភេទពណ៌សពណ៌ខ្មៅប្រភេទថ្លាឬក៏ប្រភេទពណ៌ផ្សេងៗទៅតាមតម្រូវការរបស់អ្នកនរគ្នាចឹង transparent នេះត្រូវបានគេប្រើសម្រាប់ប្រភេទ logo ដោយសារឲ្យបន្តមកទៀតយើង save វាយក file ជាប្រភេទ PNG ពេលថាជា file ដែលអត់មានផ្ទៃអូខេចំណុចទី15គឺនិយាយអំពីឧទាហរណ៍ចឹងឧទាហរណ៍សម្រាប់ Facebook ចឹងយើងកំណត់ setting របស់វាណាមយើងដាក់ថា Facebook post ចឹងមក width យើងយក 1080px high យក 1080px ដូចគ្នាresolution យើងយក72 pixel ក្នុងមួយអ៊ីង color mode យើងយក RGB ហើយ background យើងយកពណ៌សណាអូខេហើយឧទាហរណ៍ទី2គឺយើងនិយាយអំពី YouTube thumbnail ណាអញ្ចឹងយើងកំណត់ឈ្មោះវាមកយើងដាក់ថា YouTube thumbnail width យើងយក12.8 high យើងយក 770px resolution របស់យើងយក72 pixel ក្នុងមួយអ៊ីងហើយ color របស់យើងគឺយើងយក RGB ហើយ background យើងយក white ចឹងប្រភេទ Facebook ហើយនិងប្រភេទ YouTube ជាប្រភេទ social media ចឹងយើងយក RGB ណាអូខេបន្តមកទៀតមួយទៀតគឺយើងធ្វើការបោះពុម្ពណាជាលក្ខណៈ poster ចឹងណាមយើងដាក់ថា poster ហើយ width យើងយកប្រវែង A4 high គឺយើងយក A4 ដែរ resolution គឺយើងត្រូវការធំគឺ300 pixel ក្នុងមួយអ៊ីងដើម្បីឲ្យវាចេញមកច្បាស់ណាអូខេហើយ color mode គឺយើងយក CMYK ហើយ background យកពណ៌សចឹង background នេះយើងអាចដូរទៅប្រសិនបើយើងត្រូវការពណ៌អីយើងយកតាមនឹងទៅណាអូខេចឹងនៅក្នុងវីដេអូនេះដែរគឺខ្ញុំសូមបង្ហាញពីរបៀបនៃការបង្កើតនឹងជាមួយនឹងកម្មវិធី Photoshop ណាអូខេចឹងយើងចុចបើកកម្មវិធី Photoshop នៅលើ taskbar របស់យើងមកអូខេចឹងយើងរងចាំបន្តិចទៅដោយសារវាកំពុងតែរ៉ានហើយអូខេចឹងកម្មវិធី Photoshop របស់យើងគឺយើងបានបើករួចរាល់ហើយចឹងយើងយកមកបង្កើតស្លាកការថ្មីណាឬក៏ new document ហ្នឹងចឹងអ្នកនរគ្នាអាចចូលទៅកាន់ file ហើយយកពាក្យ new ឬក៏យើងចុច shortcut key គឺ control បូកបាស n ណាចឹងយើងចុចទៅលើ new ទៅយើងឃើញពាក្យ control បូកបាស n ណាមើលអ្នកនរគ្នាភ្លេចអាចចូលមកមើលនៅកន្លែងហ្នឹងបានណាអូខេចឹងយើងចុច new មកអូខេចឹងបន្ទាប់ពីយើងចុច new មកគឺវាលោតផ្ទាំងnew document ណាចឹង new document នេះហើយអ្នកនរគ្នាមកកំណត់នៅកន្លែងនេះមកអូខេចឹងកន្លែងឈ្មោះនេះយើងដាក់ការងាររបស់យើងមកចឹងឧទាហរណ៍ខ្ញុំដាក់YouTube thumbnail ណាចុចដាក់ YouTube thumbnailអូខេចឹងប្រវែងក្នុង YouTube យើងនិយាយឲ្យមិញគឺ12.8ហើយយើងគិតជា pixel អូខេចឹង high របស់យើងគឺយើងយកអានេះយើងវាយម្ដងទៀតដោយសារយើងជ្រើសយក pixel មុនសិនណាហើយបន្តមកទៀតយើងវាយ12.8មកអូខេ high របស់យើងគឺយើងយក72 pixel ណាកម្ពស់របស់យើងគឺយើងយក72កម្ពស់72ណាហើយបន្តមកទៀតអានេះយើងយក300 pixel សម្រាប់បោះពុម្ពណាគឺយក72មកអានេះមិន72 720ណាសុំទោសផងមិនភ្លេចណាអូខេហើយresolution នេះ72 pixel ក្នុងមួយអ៊ីងណា
ហើយយើងកំណត់នេះវាចេញរៀងផ្ដេកឲ្យឯងអានេះគឺរៀងបញ្ឈរ portrait ឬ landscape អូខេអញ្ចឹងដោយសារសម្រាប់ social media គឺយើងយកប្រភេទ RGB ណាអញ្ចឹងកន្លែងនេះយើងយក8 bit ហ្នឹងមកណាតែបើអ្នកគ្នាចង់បានច្បាស់ខ្លាំងយើងអាចយកធំទៅតែម៉ាស៊ីនរបស់យើងក៏តឹងដែរណាអូខេអញ្ចឹង background របស់យើងយកពណ៌សមកឬក៏យើងចង់បានពណ៌អីផ្សេងៗយើងយក background color មកអញ្ចឹងយើងរើសកន្លែងនេះមកពណ៌អញ្ចឹងឧទាហរណ៍ខ្ញុំយកពណ៌ការឈូសពីទៅណាអូខេបន្តមកទៀតយើងធ្វើការ create វាមកអូខេអញ្ចឹងនេះគឺជារូបរាងដែលយើងបានបង្កើតហើយចឹងអ្នកនរគ្នាអាច control បូក control ដកទៅដើម្បីព្រីកព្រោះមើលអូខេចឹងនេះគឺជារូប thumbnail ដែលយើង design សម្រាប់ YouTube ណាចឹងគឺយើងអាចបង្កើតផ្ទាំងដែលមានទំហំប៉ុណ្ណឹងមកណាអូខេចឹងឧទាហរណ៍មួយទៀតចឹងបើសិនបានអ្នកនរគ្នាចង់បង្កើតចលនាកាយ A4 ចឹងអ្នកនរគ្នាអាចចូលទៅ file ហើយយកពាក្យ new ម្ដងទៀតមកចឹងនៅក្នុងនេះយើងអាចបង្កើតចលនាកាយបានច្រើនណាចឹងឧទាហរណ៍ខ្ញុំដាក់ថា A4 ហ្នឹងមកអូខេ A4 យើងគិតជាមីលីម៉ែត្រចឹងអ្នកនរគ្នាយកមីលីម៉ែត្រមកអូខេចឹងនេះគឺ210នេះគឺ297អូខេហើយសម្រាប់ការបោះពុម្ពគឺយើងយកទំហំ300 pixel 300 pixel ក្នុងមួយអ៊ីងហើយបោះពុម្ពគឺយើងប្រើ CMYK អូខេហើយប្រភេទ background យើងយកពណ៌អីយកទៅរយើងយកពណ៌សទៅណាអូខេអញ្ចឹងពេលអ្នកនរគ្នាបំពេញកន្លែងហ្នឹងហើយយើងចុចពី create មកអញ្ចឹងធម្មតា A4 យើងយកប្រភេទ short គឺ select ដូចនេះទៅវាយើងចង់បាន straight បើអានេះដោយសារយើងយកទំហំ width នេះខ្លីជាងកម្ពស់អញ្ចឹងគឺវាឈរហើយអញ្ចឹងចុច create មកអូខេអញ្ចឹងផ្ទាំងនេះគឺជាផ្ទាំង select A4 អូខេមួយទៀតយើងចង់បង្កើតសម្រាប់ Facebook អញ្ចឹង Facebook យើងអាចធ្វើដូចគ្នាយើងចូលទៅពាក្យ new មកយក file យកពាក្យ new មកអូខេអញ្ចឹងយើងកំណត់កន្លែងនេះមកយើងដាក់Facebook អូខេ Facebook អូខេអញ្ចឹង Facebook គឺយើងដូរមក pixel វិញអញ្ចឹងទំហំដែលយើងយកគឺ18គុតចឹងនេះគឺដូចគ្នាដែរយើងយក18គុតមកអូខេទំហំនេះគឺយើងដូរទៅ72 pixel ក្នុងមួយអ៊ីងវិញណាហើយសម្រាប់ប្រភេទ color យើងដូរមក RGB color ដូចគ្នាអូខេអញ្ចឹង background យើងអាចយកពណ៌ណាមួយដែលអ្នកស្រឡាញ់មកអូខេអញ្ចឹងយើងដាក់ពណ៌ Q មកអូខេយើងចុច create មកអូខេអញ្ចឹងនេះគឺជារូបដែលយើង design សម្រាប់ Facebook ដែលយើងចង់ post នៅលើ Facebook អីគឺយើង design តាមទំហំដែលខ្ញុំបានបង្ហាញហ្នឹងមកអូខេអញ្ចឹងសម្រាប់វីដេអូយើងគឺមានប៉ុណ្ណឹងយើងនឹងជួបគ្នានៅមេរៀនបន្ត